សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាមួយនេះគឺជាសេចក្តីរាយការណ៍របស់ខាងបាងកកប៉ុស្តិ៍ដែលខ្ញុំដកស្រង់មកនេះនៅកម្ពុជាក៏មានសេចក្តីរាយការណ៍ដែរក៏ប៉ុន្តែខ្ញុំយកពីខាងក្រៅបន្ថែមទៀតដើម្បីឲ្យប្រិយមិត្តបានដឹងណាពីព្រោះនៅកម្ពុជានោះគឺកាសែតថៃនោះគេបិទមិនឲ្យប្រជាពលរដ្ឋយើងបានអានទេយើងចូលទៅ comment ធ្ងន់ដៃដែលចឹងពួកនោះគេមិនហ៊ានទទួលគេបិទយើងបើអញ្ចឹងបាងកកប៉ុស្តិ៍គាត់រាយការណ៍ថានៅថ្ងៃនេះគឺកម្ពុជាបានបញ្ជូនចេញនៅជនជាតិថៃចំនួន44នាក់ត្រឡប់ទៅប្រទេសថៃវិញដែលមានចូលរួមពាក់ព័ន្ធនឹងកន្លែងធ្វើការនៅមជ្ឈមណ្ឌលឆោបបតាមអនឡាញណា scam center ហ្នឹងហើយក្នុងចំណោម44នាក់ហ្នឹងបើតាមប្រភពពីខាងថៃមកវិញណាគឺមាន5នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអំពើអក្រិតកម្មដែលថៃតាមរកចាប់ខ្លួនផងដែរឥឡូវនេះគឺចាប់ទៅដាក់ប៉ុស្តិ៍ប៉ូលីសបន្តទៀតព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺបានឲ្យដឹងថាប្រេងដែលអ៊ីរ៉ង់លក់ទៅឲ្យប្រទេសចិនគឺឥឡូវនេះគឺមានការធ្លាក់ចុះដោយសារតែសហរដ្ឋអាមេរិកបានដាក់យោធាបិទច្រកបន្ថែមពីលើអ៊ីរ៉ង់ដែលបិទច្រកហូមូសអាមេរិកដាក់ទាហានជើងទឹកបិទមួយជាន់ពីលើទៀតបាទដែលក្នុងកន្លងពេលកន្លងមកខ្ញុំថាជាយុទ្ធសាស្ត្រដែលខាង Julius Caesar ក៏ធ្លាប់បានប្រើក្នុងពេលកន្លងមកតាំងពីសម័យមុនព្រះទៅទៀតនោះបាទឥឡូវនេះគឺការបិទរបស់សហរដ្ឋអាមេរិកហ្នឹងធ្វើឲ្យការនាំប្រេងរបស់អ៊ីរ៉ង់ទៅចិនហ្នឹងគឺបានធ្លាក់ចុះហើយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់ Washington Times ឲ្យដឹងថារុស្ស៊ីឥឡូវនេះបង្កើនកម្ដៅជាមួយនឹងប្រទេសជប៉ុនដោយសារតែការបាញ់មីស៊ីលបាទបាញ់មីស៊ីលនៅជិតកោះ Kuril ដែលជាប្រជុំកោះមានបញ្ហាជាមួយនឹងប្រទេសជប៉ុនហើយជប៉ុនក៏បានធ្វើការតវ៉ានៅថ្ងៃសុក្រនេះផងដែរព័ត៌មានទី3នេះគឺពីប្រទេសអ៊ុយក្រែនបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News ឲ្យដឹងថាគឺឥឡូវនេះអ៊ុយក្រែនផលិតនៅក្នុងស្រុកបានគ្រាប់បែកមួយដែលថា equalizer គឺបាញ់មានប្រសិទ្ធភាពខ្លាំងពីយន្តហោះទៅអាចឲ្យពីឡុតបាញ់ពីតំបន់មានសុវត្ថិភាពទៅគោលដៅរបស់រុស្ស៊ីហើយបើតាមការរៀបរាប់គឺឲ្យដឹងថាអាចនឹងជួយអ៊ុយក្រែនលែងពឹងពាក់អាវុធដែលមកពីសហរដ្ឋអាមេរិកនិងអឺរ៉ុបបានទៀតបាទក្នុងខណៈពេលដែលការផ្គត់ផ្គង់ពីបណ្ដាប្រទេសសម្ព័ន្ធមិត្តដល់អ៊ុយក្រែននេះគឺមានការធ្លាក់ចុះហើយព័ត៌មានចុងក្រោយនេះសូមបន្តទៀតពីរឿងក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសចិនដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់ការធ្វើអចលនទ្រព្យទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីផងដែរក្នុងនោះមានប្រទេសកម្ពុជាគឺនៅថ្ងៃសុក្រនេះតុលាការរបស់ប្រទេសចិននៅក្នុងខេត្តកួងជូបាទបានទទួលយកនៅសំណុំរឿងតាក់ទងជាមួយនឹងការដួលរលំក្រុមហ៊ុនអចលនទ្រព្យមួយទៀតដែលជាផ្នែកមួយនៃក្រុមហ៊ុន Evergrande បាទដោយសារតែស្នើសុំឲ្យរំលាយក្រុមហ៊ុននោះដើម្បីយកប្រាក់មកសងអតិថិជនបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ណាដែលខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដោយដែលខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាជាភាសាអង់គ្លេសក៏មានសេចក្តីរាយការណ៍នោះដែរប៉ុន្តែខ្ញុំសូមដកស្រង់ពីខាងបាងកកប៉ុស្តិ៍ដោយសារចង់ដឹងពីមុំពីជ្រុងនៃប្រទេសថៃវិញតើរាយការណ៍យ៉ាងម៉េចបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ឲ្យដឹងថាគឺកងកម្លាំងសន្តិសុខរបស់ថៃនៅថ្ងៃសុក្រទី21ខែសីហានេះបានទទួលនៅជនជាតិថៃចំនួន44នាក់ដែលវិលត្រឡប់មកពីប្រទេសកម្ពុជាវិញបាទបើតាមច្រកនោះគឺច្រកប៉ោយប៉ែតណាបាទច្រកប៉ោយប៉ែតដែលកម្ពុជាបានបញ្ជូនអ្នកទាំងអស់នោះទៅវិញហើយកាសែតនេះបានឲ្យដឹងទៀតថាក្នុងចំណោមអ្នកដែលបញ្ជូនចេញទាំង44នាក់នោះគឺមានចំនួន5នាក់ដែលអាជ្ញាធរថៃតាមស្វែងរកចាប់ខ្លួនហើយមានដីកាចាប់ខ្លួនផងដែរ
បើកសែតនេះបានរាយការណ៍ឲ្យដឹងបន្ថែមទៀតថាគឺការដែលបញ្ជូនអ្នកទាំងអស់នោះត្រឡប់ទៅប្រទេសថៃវិញនេះបាទកើតមានឡើងបាទក្រោយពីមានការសម្របសម្រួលគ្នារវាងក្រុមការងារអាជ្ញាធរកម្ពុជាជាមួយនឹងខាងភាគីថៃនោះដើម្បីរៀបចំឲ្យបញ្ជូនជនជាតិថៃទាំងអស់នោះត្រឡប់ទៅវិញក្រោយពីពួកគេបានទទួលនៅការលើកលែងទោសបាទពីខាងភាគីកម្ពុជាហើយនឹងដោះលែងចេញពីពន្ធនាគារនៅក្នុងប្រទេសកម្ពុជាដូច្នេះមកដល់ពេលនេះគឺមានជនជាតិថៃជាច្រើនរយនាក់ហើយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញបាទហើយនេះគឺជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាតដែលខាងភាគីកម្ពុជាបានធ្វើឡើងដើម្បីបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញបាទហើយនេះគឺជាការខិតខំប្រឹងប្រែងមួយដើម្បីបញ្ចប់នៅសកម្មភាពឆបោកនឹងហើយនឹងអ ுக ្រិតកម្មឆ្លងដែនមន្ត្រីនានាបានសម្រេចថាគឺមន្ត្រីថៃណាបានសម្រេចថាបានកំណត់ថាគឺនៅក្នុងចំណោមអ្នកដែលគេបញ្ជូនត្រឡប់ទៅវិញគឺមានអ្នកខ្លះបានដឹងពេលដែលខ្លួនទទួលព្រមមកធ្វើការនៅប្រទេសកម្ពុជាហ្នឹងគឺដឹងថាគេយកមកឲ្យធ្វើការនៅកន្លែងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញបាទហើយក៏នៅតែព្រមមកធ្វើកិច្ចការងារហ្នឹងទៀតដើម្បីបោកប្រាស់ជនជាតិថៃគ្នាឯងហ្នឹងក៏ប៉ុន្តែអ្នកខ្លះទៀតនៅពេលដែលគេសម្ភាសនោះគឺអាជ្ញាធរសម្ភាសសួរចម្លើយគាត់គឺគាត់និយាយថាគាត់អត់ដឹងថាគេបោកប្រាស់គាត់មកឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញនោះទេបាទទើបតែមកដល់បានគេបង្ខំឲ្យធ្វើការឆបោកតាមអនឡាញតែម្ដងបាទនេះគឺជាព័ត៌មានដែលសារព័ត៌មានបានកកប៉ុស្តិ៍បានរាយការណ៍បាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Reuters គឺបានឲ្យដឹងថាប្រេងឆៅដែលអ៊ីរ៉ង់លក់ទៅឲ្យប្រទេសចិនអ្នកទិញនៅក្នុងប្រទេសចិនគឺបានធ្លាក់ចុះយ៉ាងខ្លាំងបាទក្នុងគណៈពេលដែលតម្លៃប្រេងបានកើនឡើងនៅក្នុងសប្តាហ៍នេះមូលហេតុសំខាន់គឺដោយសារតែកងទ័ពរបស់សហរដ្ឋអាមេរិកកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនឹងបានដាក់របាំងបិទមិនឲ្យមានការដឹកប្រេងទាំងអស់នោះចេញពីអ៊ីរ៉ង់ចេញទៅក្រៅប្រទេសនោះទេនេះបើយោងតាមប្រភពខាងពាណិជ្ជកម្មដែលបានប្រាប់ទៅដល់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទហើយក៏មានការគម្រាមកំហែងថានឹងដាក់ទណ្ឌកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ផងដែរគឺប្រិមត្តក្នុងពេលកន្លងមកដឹងហើយគឺអ៊ីរ៉ង់បានបិទច្រក Hormuz ហើយសហរដ្ឋអាមេរិកក៏បានបិទបន្ថែមពីលើនឹងទៀតបាទដែលជាការបិទ2ជាន់មិនអោយនាវាដឹកទំនិញរបស់អ៊ីរ៉ង់នេះដឹកចេញបានទេបាទគឺការបិទនេះបានចាប់ផ្ដើមតាំងតែពីថ្ងៃទី13ខែកក្កដាមកបាទដោយសារតែមានការមិនព្រមគ្នានៅក្នុងការចរចាដើម្បីឲ្យមានសន្តិភាពបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ហើយដូច្នេះក៏មានការកាត់បន្ថយបាទហើយជាធម្មតាគឺការលក់ប្រេងនេះបាទប្រភពចំណូលដែលបានមកពីប្រេងនេះគឺជារូបិយប័ណ្ណដ៏សំខាន់បាទគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ប្រទេសអ៊ីរ៉ង់ឥឡូវនេះគឺបាទសហរដ្ឋអាមេរិកដាក់អញ្ចឹងគឺបូករួមជាមួយនឹងការវាយកំទេចទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ីរ៉ង់មួយចំនួនគឺធ្វើឲ្យផលិតកម្មក្តីនិងការនាំចេញក្តីរបស់អ៊ីរ៉ង់គឺបានថយចុះដែលសហរដ្ឋអាមេរិកយល់ថាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែងបើយោងតាមការរាយការណ៍នេះគឺឲ្យដឹងថាចំនួននាវាដឹកប្រេងដែលដឹកមកពីប្រទេសចិនហើយដែលមានការបញ្ជាទិញនេះគឺតាមតួលេខពីសម្រាប់ខែក្រោយណាខែកញ្ញារហូតដល់ខែតុលាខាងមុខនេះគឺបាទមានការធ្លាក់ចុះយ៉ាងខ្លាំងហើយគឺការធ្លាក់ចុះនោះគឺចាប់ផ្ដើមតាំងពីសហរដ្ឋអាមេរិកដាក់បិទមួយជាន់ទៀតតាំងពីខែកក្កដាហើយខែសីហានេះគឺក៏
បាទមានការធ្លាក់ចុះផងដែរនេះបើយោងតាមប្រភពពាណិជ្ជកម្មចំនួនដល់ទៅ4ឯណោះបាទដែលបានដឹងហើយបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទអញ្ចឹងដូច្នេះគឺចំនួននាវាដែលបានបើកឆ្លងកាត់ហ្នឹងគឺធ្លាក់ចុះច្រើននេះបើយោងតាមទិន្នន័យដែលរបស់ក្រុមហ៊ុនមួយគឺក្រុមហ៊ុន Kepler ដែលតាមដានមើលនាវាដឹកប្រេងនាវាចរាចរណ៍តាមផ្លូវសមុទ្រហ្នឹងក៏ប៉ុន្តែសារព័ត៌មាននេះក៏បានទទួលស្គាល់ផងដែរថាអាចចំនួនដែលឃើញធ្លាក់ចុះប៉ុណ្ណឹងជាផ្លូវការក៏ប៉ុន្តែក៏អាចមានចំនួនមួយចំនួនទៀតដែលកិច្ចពីការតាមដានរបស់សហរដ្ឋអាមេរិកហ្នឹងដោយសារតែគេបិទtranspond បាទគឺឧបករណ៍បញ្ជូនសញ្ញាមិនឲ្យគេតាមដានបានពីព្រោះអីបាទនាវាក្តីបាទយន្តហោះក្តីគេមានឧបករណ៍បញ្ជូនសញ្ញាដើម្បីបង្ហាញថានាវានោះធ្វើដំណើរដល់កន្លែងណាអញ្ចឹងដូច្នេះអាចនាវានោះគាត់ដឹកប្រេងលួចទឹកប្រេងចេញមកក៏ប៉ុន្តែគាត់បិទបាទសញ្ញាឧបករណ៍បញ្ជូនសញ្ញាហ្នឹងទៅគឺมันអាចតាមដានដឹងទេពីព្រោះឯតួលេខនេះគឺជាតួលេខចងក្រងផ្លូវការតែប៉ុណ្ណោះហើយសមុទ្រវាធំបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍ទី2ហើយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Times បាទ Washington Times ឲ្យដឹងថាគឺឥឡូវនេះគឺរុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាទនៅក្បែរកោះដែលខាងប្រទេសជប៉ុនទាមទារនៅសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងតំបន់ភាគខាងជើងភាគបាទនៅភាគខាងពីយប់មកពីយប់ទេណាពាក្យពីយប់នៃសមុទ្រប៉ាស៊ីហ្វិកដែលធ្វើឲ្យមានការកើនឡើងកម្ដៅបន្ថែមទៀតហើយនៅក្នុងទំនាក់ទំនងការទូតរវាងទីក្រុងមូស្គូជាមួយនឹងទីក្រុងតូក្យូដោយសារតែការបាញ់សាកល្បងនេះបាទគឺវាជាការមួយដែលធ្វើឲ្យប្រទេសជប៉ុនមិនសប្បាយចិត្តនោះទេហើយមានការតវ៉ាផងដែរការបាញ់នឹងធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីនៃប្រទេសរុស្ស៊ីគឺលោក Vladimir Putin បានអញ្ជើញទៅបាទធ្វើទស្សនកិច្ចនៅកោះKuril បាទប្រជុំកោះ Kuril ហ្នឹងដែលជប៉ុនអះអាងថាជាដែនកោះរបស់ខ្លួនហើយដំណើរទស្សនកិច្ចមិនបានព្រៀងទុករបស់លោកពូទីនធ្វើឡើងកាលពីថ្ងៃទី13ខែសីហាហើយមិនត្រឹមតែប៉ុណ្ណឹងទេគឺបាទបាញ់មីស៊ីលទៀតផងបាទអញ្ចឹងគឺប្រជុំកោះនេះមានទំនាស់គ្នារហូតដល់មានសង្គ្រាមតាំងពីឆ្នាំ1945វានៅជិតតំបន់ដែនកោះ Hokkaido បាទគឺជប៉ុនហៅថាដែនដីភាគខាងជើងរបស់ខ្លួនដូច្នេះនៅថ្ងៃសុក្រនេះបើតាមការឲ្យដឹងគឺក្រសួងការបរទេសរបស់ប្រទេសជប៉ុនបានចេញលិខិតតវ៉ាប្រឆាំងនឹងខាងរុស្ស៊ីដែលរុស្ស៊ីគាត់បានជូនដំណឹងមកថាទីក្រុងមូស្គូនោះគឺគាត់បានបាញ់មីស៊ីលសាកល្បងនៅតំបន់កោះដែលមានចំនួនគ្នានេះបាទអញ្ចឹងជប៉ុនគាត់តវ៉ាបាទអញ្ចឹងសូមបាត់វងកញ្ចក់សូមបញ្ចប់រឿងតាមហ្នឹងបាទអញ្ចឹងបើយើងពិនិត្យមើលឃើញបាទទំនាស់ដែនដីហ្នឹងគឺតាំងពីឆ្នាំ1945មកគឺពេលដែលមានទំនាស់ហ្នឹងគឺខាងពេលសង្គ្រាមហ្នឹងគឺមានជនជាតិជប៉ុនហ្នឹងពេលដែលរុស្ស៊ីឈ្នះមកគឺបានបណ្ដេញជនជាតិជប៉ុនឲ្យចេញពីតំបន់ប្រជុំកោះ Kuril ហ្នឹងបាទព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News បើតាម Fox News បានឲ្យដឹងថាឥឡូវនេះគឺខាងកងទ័ពរបស់អ៊ុយក្រែនឬក៏រដ្ឋាភិបាលអ៊ុយក្រែនកំពុងតែបញ្ជាទិញមីស៊ីលសំកាំងបាទមីស៊ីលសំកាំងដែលគេហៅថា equalizer ហើយជាមីស៊ីលដែលបាទគ្រាប់ដែលផលិតនៅក្នុងប្រទេសអ៊ុយក្រែនខ្លួនឯងនឹងតែម្ដងគឺសង្ឃឹមថាអាចនឹងជួយអ្នកបើកបរយន្តហោះចម្បាំងរបស់ប្រទេសអ៊ុយក្រែនបាទបាញ់ពីទីតាំងដែលមានសុវត្ថិភាពដែលមិនសូវមានគ្រោះថ្នាក់ទៅលើគោលដៅរបស់រុស្ស៊ីបាទពីព្រោះអីបើសិនជាគ្មានមីស៊ីលនឹងទេគឺអ្នកបើកបរយន្តហោះរបស់អ៊ុយក្រែនត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដោយបើកយន្តហោះសម្ដៅទៅតំបន់សមរភូមិដើម្បីបាញ់ទៅលើគោលដៅរបស់រុស្ស៊ីអញ្ចឹងដូច្នេះអាចប្រឈមមុខនឹងការបាញ់ពីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីធ្លាក់យន្តហោះទាំងអស់នោះប៉ុន្តែឥឡូវនេះដោយសារតែមានមីស៊ីល equalizer ហ្នឹងគឺអាចនឹងអនុញ្ញាតឲ្យ
ពីលុតរបស់អ៊ុយក្រែនបាញ់នៅកន្លែងតំបន់មានសុវត្ថិភាពទៅហើយនៅចំគោលដៅកន្លងមកគឺក្របប្រភេទបែបនេះជាក្របដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនិងអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅក្នុងសង្គ្រាមនេះក៏ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់ Fox News គឺឲ្យដឹងថានេះគឺជាការថារបបកំហើញថ្មីមួយទៀតហើយសម្រាប់យោធារបស់អ៊ុយក្រែនដោយសារតែក្រុមហ៊ុននៅក្នុងស្រុកគឺឈ្មោះថា DG Industry ហ្នឹងបាទគឺមានការសហការគ្នាដោយទទួលបានថវិកាពីក្រសួងការពារជាតិរបស់អ៊ុយក្រែនក៏យកមកច្នៃផលិតទៅឥឡូវហ្នឹងផលិតបានក្របនឹងហើយអញ្ចឹងដូច្នេះរដ្ឋបញ្ជាទិញទៅវិញបាទគឺមន្ត្រីយោធារបស់អ៊ុយក្រែនបានប្រាប់សារព័ត៌មានថាគឺក្របនេះបាទឥឡូវនេះគឺយកមកធ្វើតេស្តឥឡូវនេះបានជោគជ័យហើយឥឡូវនេះគឺរដ្ឋាភិបាលបញ្ជាទិញសម្រាប់ប្រើប្រាស់កងទ័ពហើយបាទហើយប្រសិទ្ធភាពរបស់វាបាទគឺបានបាញ់បានត្រង់ហើយចម្ងាយឆ្ងាយបាទនេះជាការវិវត្តមួយបាទហើយនៅក្នុងការវិវត្តមួយទៀតនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននេះគឺបាទឥឡូវនេះខាងអ៊ុយក្រែនកំពុងតែសុំការអនុញ្ញាតពីលោក Elon Musk បាទពេលនេះប្រិមត្តសួរថាចំមិនក៏ពាក់ព័ន្ធជាមួយនឹងលោក Elon Musk ពីព្រោះអីអ៊ុយក្រែនគាត់ផលិតបាន drone មួយដែលបំពាក់ទៅដោយឧបករណ៍មួយដែលរបស់ក្រុមហ៊ុន Starlink របស់លោក Elon Musk ដែលអាចនឹងបាញ់បានចម្ងាយឆ្ងាយបាទគឺរហូតដល់200គីឡូម៉ែត្រឯណោះចូលទៅក្នុងទឹកដីរបស់រុស្ស៊ីអញ្ចឹងគាត់ទៅឥឡូវនេះកំពុងតែសុំការអនុញ្ញាតពីលោក Elon Musk ថាតើអាចនឹងប្រើ drone ហ្នឹងបាទអាចនឹងប្រើ drone ហ្នឹងដើម្បីបាញ់គោលដៅកន្លែងបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ីបានដែរឬទេដែលនៅក្នុងជ្រៅនៅក្នុងទឹកដីរបស់រុស្ស៊ីឯណោះបាទគឺបាទគឺវាសំខាន់ណាស់បាទសំខាន់ណាស់អញ្ចឹងត្រូវតែឲ្យលោក Elon Musk នឹងព្រមថាអាចនឹងប្រើ drone ប្រភេទហ្នឹងដើម្បីបាញ់គោលដៅរុស្ស៊ីផងដែរពីព្រោះលោក Elon Musk ក៏មានពាណិជ្ជកម្មជាមួយនឹងរុស្ស៊ីអញ្ចឹងបើសិនជាប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីលោក Elon Musk គាត់អាចផ្ដាច់មិនឲ្យប្រើ Starlink របស់គាត់ទេបាទពីព្រោះ Starlink ហ្នឹងគឺជាប្រព័ន្ធផ្កាយរណបដែលដាក់ពីលើទៅហើយdrone ហ្នឹងគាត់ប្រើប្រាស់ប្រព័ន្ធផ្កាយរណបហ្នឹងដើម្បីកំណត់គោលដៅឲ្យបានច្បាស់តែម្ដងបាញ់ឲ្យចំគោលដៅបាទអញ្ចឹងឥឡូវនេះអ្វីដែលជាបញ្ហាប្រឈមរបស់របស់អ៊ុយក្រែនគឺត្រូវសុំការអនុញ្ញាតហ្នឹងបាទហើយហាក់ដូចជាអាចនឹងជួបបញ្ហាប្រឈមបន្តិចដោយសារតែក្នុងពេលកន្លងមកអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោក Elon Musk គឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អ៊ុយក្រែនដែលអ៊ុយក្រែនទើបតែបណ្ដេញចេញពីតំណែងបាទលោកVladimir លោក Zelensky ទើបតែបណ្ដេញចេញពីតំណែងក្នុងពេលថ្មីនេះដោយសារតែមានទំនាស់គ្នាជាមួយនឹងមេបញ្ជាការធំរបស់បាទអញ្ចឹងឥឡូវនេះតើលោក Elon Musk ព្រមឬមិនព្រមយ៉ាងម៉េចពីព្រោះអីអ្នកដែលមុននោះគឺគាត់ជាដូចថាក្មេងវ័យក្មេងហើយគាត់និយាយត្រូវគ្នាជាមួយនឹងលោក Elon Musk បាទអញ្ចឹងបើសិនជាអ៊ុយក្រែនអាចនឹងប្រើប្រាស់បាទ drone នេះបានវាចំគោលដៅដែលបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ីនៅក្នុងទឹកដីរុស្ស៊ីគឺអាចនឹងជួយផ្លាស់ប្ដូរនៅគេហៅថាសន្ទុះនៃសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនបាទពីព្រោះអីមីស៊ីលផ្លោងមីស៊ីលស្កាត់ទប់ការពារដែនអាកាសដែលអ៊ុយក្រែនទទួលបានពីសម្ព័ន្ធមិត្តប្រចាំប្រទេសជាពិសេសគឺមីស៊ីលគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ហ្នឹងគឺឥឡូវនេះគឺមិនសូវមានច្រើនដោយសារតែការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្តហ្នឹងគឺបានថយចុះបាទអញ្ចឹងនេះគឺជាព័ត៌មានទី4ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាណាបាទអញ្ចឹងដូច្នេះសូមបើកពុកកញ្ចក់បន្តិចគឺប្រិយមិត្តបានដឹងហើយគឺតាមរយៈអត្ថបទនេះបានដឹងថានៅក្នុងការប្រើប្រាស់គ្រាប់ប្រើប្រាស់អាវុធអីមួយហ្នឹងគឺគេមានការបញ្ជាតាមកម្រិតណាកម្រិតមកអញ្ចឹងដូចតែខ្ញុំធ្លាប់បាននិយាយពីខាងដើមពេលដែលសង្គ្រាមរបស់អ៊ុយក្រែនចាប់ផ្ដើមខ្ញុំបានប្រាប់នោះគឺបាទតាំង
គេមួយក្រានចាប់តាម4ឆ្នាំជាងបាទខ្ញុំធ្លាប់បាននិយាយហ្នឹងប្រហែលជាប្រិយមិត្តខ្លះគាត់ភ្លេចហើយឬក៏មានប្រិយមិត្តចាស់ហ្នឹងមិននៅទេគឺនៅក្នុងពេលដែលធ្វើសង្គ្រាមបាទមេបញ្ជាការធំឬក៏ដឹកនាំយោធាធំគេគ្រាន់តែមើលប្រភេទអាវុធប្រើបាទគេស្ដាប់សូរអាវុធគេសួរទៅខាងសមរភូមិថាមានប្រើអាវុធប្រភេទអីគេដឹងថាបទបញ្ជានេះចេញពីត្រឹមណាមកថ្នាក់ភូមិភាគមានអាចប្រើត្រឹមអាវុធត្រឹមណាបាទថ្នាក់បញ្ជាការត្រឹមកងពលប្រើប៉ុណ្ណាហើយខាងថ្នាក់ជាតិនឹងគឺអាវុធប៉ុណ្ណាគេមានគេគាត់ថាគេដឹងថាកម្រិតនៃការអនុញ្ញាតឲ្យប្រើអាវុធនឹងគេដឹងតែម្ដងដូច្នេះឃើញសូម្បីតែ drone មួយដែលប្រើបច្ចេកវិទ្យា Starlink ហ្នឹងក៏ត្រូវសុំការអនុញ្ញាតពីលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Starlink ហ្នឹងដែរបើសិនជាប្រើទៅស្រាប់តែរុស្ស៊ីតវ៉ាទៅខាង Starlink ហ្នឹងបាទពេលហ្នឹង Elon Musk គាត់បិទអា Starlink ហ្នឹងទៅ drone ហ្នឹងអត់មានប្រសិទ្ធភាពប្រើបាញ់អត់ចំគោលដៅទេអញ្ចឹងដូច្នេះតែមានការអនុញ្ញាតអញ្ចឹងដូច្នេះបើសិនជាថ្ងៃក្រោយទៅស្រាប់តែ drone ហ្នឹងបាញ់ចំកន្លែងបាញ់មីស៊ីលរបស់រុស្ស៊ីដឹងថាអូ Elon Musk អនុញ្ញាតហើយបាទអញ្ចឹងគាត់ទៅតវ៉ាទៅកន្លែងណាអញ្ចឹងហើយនេះជាចម្លើយមួយដែរដែលប្រិមិត្តសួរខ្ញុំប្រហែលថ្ងៃមុនថាតើបើសិនជាមានភស្តុតាងដែល F16 បាញ់ចំគោលដៅស៊ីវិលបាញ់ចំអីហ្នឹងតែយើងអាចតវ៉ាទៅក្រុមហ៊ុននឹងបានទេបាទខ្ញុំចម្លើយរបស់ខ្ញុំពេលនោះគឺក៏ដូចពេលនេះដែរគឺចងក្រងឯកសារទុកចងក្រងឯកសារទុកហើយបាទការតវ៉ាពេលសំស្របណាមួយគឺដាក់តវ៉ាបាទទៅតាមប្រភពហើយទៅមានយុទ្ធនាការនៅក្រៅប្រទេសហ្នឹងគេថាអូនេះគឺជាការរងគ្រោះដោយក្របនេះ F16F មានការតវ៉ានៅខាងក្រៅទៅបាទអាចនឹងដាក់សម្ពាធទៅសភាអាចនឹងពិចារណាដូច្នេះខ្ញុំប្រើពាក្យពេលនេះខ្ញុំថា long shot គឺជាការមួយរយៈពេលវែងអញ្ចឹងដូច្នេះអ្វីក៏ដោយគឺឯកសារត្រូវតែចងក្រងទុកឲ្យមានភស្តុតាងទាំងអស់បាទដើម្បីតវ៉ានៅពេលខាងមុខអញ្ចឹងឥឡូវប្រិមិត្តបានដឹងបន្ថែមទៀតហើយណាអំពីនីតិវិធីនៃការប្រើប្រាស់អាវុធហើយនឹងការអនុញ្ញាតប្រើប្រាស់អាវុធនៅក្នុងពេលសង្គ្រាមបាទព័ត៌មានទី3នេះសូមអនុញ្ញាតបង្ហាញពីព័ត៌មានពាណិជ្ជកម្មម្ដងបាទគឺនៅថ្ងៃនេះតុលាការនៅក្នុងរបស់បាទទីក្រុងកុងជូបាទកុងជូរបស់ខាងប្រទេសចិនហ្នឹងគឺបានទទួលយកនៅបណ្ដឹងតាក់ទងជាមួយនឹងការរំលាយក្រុមហ៊ុនមួយយកប្រាក់មកគឺក្រុមហ៊ុនហៅថា Hengda Real Estate Group បាទដែលជាក្រុមហ៊ុនមួយដែលជាផ្នែកមួយនៃក្រុមហ៊ុន Evergrande បាទរបស់ខាងប្រទេសចិនបាទនេះបើយោងតាមឯកសារដែលប្រកាសចេញដោយតុលាការនៅថ្ងៃសុក្រនេះបាទគឺតុលាការរបស់ខាងចិនហ្នឹងគឺបានទទួលយកបណ្ដឹងនេះដើម្បីរំលាយក្រុមហ៊ុននេះដែលដាក់ដោយធនាគារមួយគេហៅថាធនាគារ Guangzhou Rural Commercial Bank ធនាគារពាណិជ្ជបាទជនបទ Guangzhou បាទដើម្បីសុំរំលាយក្រុមហ៊ុននេះយកប្រាក់មកសងបំណុលដែលក្រុមហ៊ុននេះជំពាក់ដោយសារតែទឹកប្រាក់ក្នុងពេលកន្លងមកគឺมันបានគ្រប់គ្រាន់នោះទេហើយប្រិមិត្តខ្ញុំបានជម្រាបជូនកាលពីម្សិលមិញហើយបាទម្សិលមិញគឺនៅម៉ោងនៅអាមេរិកប៉ុន្តែទៅជាព្រឹកមិញមកនៅក្នុងប្រទេសកម្ពុជាគឺបាទប្រធានក្រុមហ៊ុន Evergrande បាទដូចជាក្រុមហ៊ុនអចលនទ្រព្យរបស់ចិនបាទត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃបាទប្រហោះម្សិលមិញឲ្យជាប់ពន្ធនាគារអស់មួយជីវិតតែម្ដងដោយសារតែក្រុមហ៊ុននេះគឺជាក្រុមហ៊ុនអចលនទ្រព្យតែជំពាក់បំណុលច្រើនជាងគេបំផុតគឺថានៅលើពិភពលោកតែម្ដងបាទដូច្នេះបានធ្វើឲ្យមានការដួលរលំនៅវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនបាទជាប់គាំងហើយគឺមានមិនត្រឹមតែនៅចិនទេគឺប៉ះពាល់ដល់តំបន់អាស៊ីមួយចំនួនក្នុងនោះមានប្រទេសកម្ពុជាផងដែរបាទដែលកាលពីមហឹកមុននោះគឺមានការរីកចម្រើនខាងវិស័យអចលនទ្រព្យបាទដូចជាការសាងសង់អគារបើភាគច្រើននៅខាងក្រុងព្រះសីហនុណាបាទនៅពេលចុងក្រោយនេះគឺបាទមានអគារជាច្រើនត្រូវបានបោះបង់ចោលបាទបើតាមការពេលដែលខ្ញុំទៅកម្ពុជាគឺគេប្រាប់ខ្ញុំដូចជាប្រមាណជា800អគារឯនោះបាទនៅទូទាំងប្រទេសកម្ពុជាដែលជាគម្រោងដែលពាក់ព័ន្ធជាមួយនឹងចិនត្រូវបានផ្អាកបាទតួលេខនេះគឺខ្ញុំទទួលបានមិនផ្លូវការទេដូច្នេះបើមានតួលេខថ្មីផ្សេងទៀតប្រិមត្តអាចឲ្យដឹង
ផងប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថាគឺមានការប៉ះពាល់ចឹងដូច្នេះណាបាទឥឡូវនេះគឺនៅចិនកំពុងតែចាត់ការដើម្បីសងបំណុលអ្នកនៅក្នុងប្រទេសចិនអញ្ចឹងវិស័យអចលនទ្រព្យរបស់ចិនជាសរុបមកវិញគឺនៅមិនទាន់បានងើបឡើងនៅឡើយទេដោយសារតែក្រុមហ៊ុន Evergrande ហ្នឹងគាត់បំផោងតួលេខបាទកុហកអតិថិជនរបស់គាត់ទៅស្រាប់តែតម្លៃពិតអត់មានបាទធ្វើឲ្យឡើងថ្លៃស្រាប់តែដល់ពេលការពិតមែនតើទៅគឺมันមានថវិកាអភិវឌ្ឍអីគ្រប់គ្រាន់ច្រើននោះទេបាទអញ្ចឹងសូមអរគុណប្រិយមិត្តណាបាទនឹងសូមជូនព័ត៌មានប៉ុណ្ណឹងណាអរគុណអញ្ចឹងសូមជម្រាបលាណារាត្រីសួស្តីអ្នកនៅកម្ពុជាបាទជម្រាបលាបាទ